ខ្ញុំឈ្មោះចម្រើនជាកូនរបស់លេខាទូតដែលធ្វើការនៅប្រទេសនេប៉ាល់ហើយរឿងដែលខ្ញុំចង់និយាយប្រាប់គឺកើតឡើងនៅពេលដែលខ្ញុំទៅតែអាយុ11ឆ្នាំនៅសុកនៅថ្ងៃមួយឪពុករបស់ខ្ញុំត្រូវបានគេហៅត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីទទួលការផ្ទេរសិទ្ធិផ្ទះចាស់មួយដែលជាមរតករបស់ជីតាខាងម្ដាយគាត់ព្រោះជីតាគាត់បានលាប់នឹងជំងឺពុកគាត់រំភើបមែនទែនព្រោះជីតារបស់គាត់មានចៅជាង20នាក់ណោះឯគាត់មិនមែនជាចៅច្បងចុះហេតុអីក៏ពុកខ្ញុំជាអ្នកដែលទៅជ្រើសរើសទៅវិញមិនយូរប៉ុន្មានពួកយើងក៏បានមកដល់ផ្ទះចាស់ដែលខាងទៅជាង10ឆ្នាំមកហើយកន្លងមកលើកថាលោកតាទួតរបស់ខ្ញុំបានជួលវាទៅឲ្យបរទេសរស់នៅពេលនេះគឺផ្សេងវាបានក្លាយទៅជាកម្មសិទ្ធិរបស់គ្រួសារខ្ញុំអញ្ចឹងហើយបានជាពុករបស់ខ្ញុំតាមដានសិក្សាអ្វីៗទាំងអស់ដែលតាក់ទងទៅនឹងផ្ទះនេះមរតកនេះមានអាយុកាលប្រហែលជា60ឆ្នាំមកហើយបាននិយាយទៅគឺត្រូវកសាងឡើងដោយដៃឪពុកនៃលោកតាទួតរបស់ខ្ញុំដែលនៅសម័យនោះលោកជាប្រធានគ្រប់គ្រងរាល់គម្រោងសាងសង់របស់រដ្ឋគាត់បានធ្វើផ្ទះមួយនេះឡើងក្នុងរចនាបថបុរាណបែបបារាំងវាពិតជាគួរឲ្យស្រឡាញ់សម្រាប់ពួកបច្ចឹមប្រទេសនានាហើយផ្ទះនេះឆ្ងាយពីភ្នំពេញ8គីឡូម៉ែត្រតែប៉ុណ្ណោះប៉ុន្តែវាហូមព័ទ្ធទៅដោយរបងខ្ពស់ស្កឹមស្កៃក្នុងផ្ទៃដីប្រហែលជា2700ម៉ែត្រការ៉េគឺមើលទៅដូចជាវិមានមួយអញ្ចឹងវាជាសំណងកម្ពស់តែ2ជាន់ទេបែរជាមានបន្ទប់រហូតទៅដល់18រួមទាំងផ្ទះបាយនិងបណ្ណាល័យមួយទៀតមិនយូរទេអូនហើយទីទៀតនឹងយើងទៅនៅផ្ទះនឹងទាំងអស់គ្នាហើយមើលទៅពុកនិយាយប្រាប់ម៉ែដោយរីករាយប៉ុន្តែមើលទៅម៉ែដូចជាបារម្ភតែវាចាស់ពេកឯបងអូនអត់ចង់រស់នៅទេគិតថាយើងគួរតែជួយយកលុយវិញទៅអីអត់ទេយើងទាំងអស់គ្នាត្រូវតែរស់នៅផ្ទះនោះព្រោះអីផ្ទះនោះគឺជាផ្ទះគេមរតកយ៉ាងណាមិញមុននឹងក្រោយគង់តែផ្ទេរសិទ្ធឲ្យចម្រើនកូនយើងដដែលនឹងបន្ទាប់ពីនោះមកពុកគាត់បានចំណាយប្រាក់កាក់ច្រើនណាស់ដើម្បីជួសជុលវាហើយមិនយូរប៉ុន្មានគាត់ក៏ចប់បេសកកម្មនៅនេប៉ាល់ហើយមកធ្វើការនៅភ្នំពេញវិញយើងក៏បានរើមកនៅទីនោះទាំងអស់គ្នាពួកយើងរស់នៅជាន់ផ្ទាល់ដីស្របពេលជាន់ទី1ហ្នឹងកំពុងតែនៅការកែលម្អពេលនោះខ្ញុំនៅតូចមែនប៉ុន្តែខ្ញុំចេះភ័យខ្លាចរាល់ពេលដែលឡើងទៅមើលជាន់ខាងលើនៃផ្ទះព្រោះវាអញញ៉ៃហើយធំមើលទៅគួរឲ្យខ្លាចមែនទែនសូម្បីតែនៅជាន់ក្រោមដែលយើងខំរៀបចំឡើងស្អាតហើយហ្នឹងវានៅតែអញញ៉ៃមើលទៅដូចមិនដឹងឬមួយក៏សមាជិកគ្រួសាររបស់យើងមានគ្នាតិចពេកទើបរៀបចំផ្ទះនឹងមើលទៅដូចជាអញញ៉ៃដដែលដោយសារតែគ្នាយើងមានតែ4នាក់ឯងគឺខ្ញុំម៉ាក់ប៉ានិងអ្នកជួយថែរក្សាផ្ទះម្នាក់ទៀតគាត់នឹងឈ្មោះអមនជាបងប្អូនសាច់ឆ្ងាយហើយម្ដាយរបស់ខ្ញុំនឹងបានយកគាត់មកពីសែឲ្យមករស់នៅជាមួយនឹងម៉ាក់របស់ខ្ញុំដូចជាមានអារម្មណ៍ប្លែកមិនដឹងតែខ្ញុំមិនដឹងថានិយាយប្រាប់អាណាគេព្រោះអីប៉ារបស់ខ្ញុំរបុលរាល់ជប់នឹងគាត់ធ្វើការដល់អាត្រៀតនៅក្នុងបណ្ដាល័យតែម្នាក់ឯងចំណែកឯខ្ញុំវិញប្រលប់ប្រហែលជាម៉ោង6ល្ងាចវាគឺជាពេលដែលខ្ញុំពិបាកចិត្តហើយព្រោះខ្ញុំត្រូវងុយទឹកហើយបន្ទប់ទឹកនឹងវាធំហើយប៉ាគាត់ក៏បានបំពាក់ឧបករណ៍ទំនើបថ្មីនៅក្នុងបន្ទប់ទឹកនឹងដែរហើយអមនក៏បានថែទាំបន្ទប់ទឹកនឹងបានយ៉ាងល្អដែរប៉ុន្តែហេតុអ្វីឲ្យតែពេលខ្ញុំងុយទឹកទីនោះតែងតែត្រជាក់ខ្លាំងមែនទែនហើយបរិយាកាសចម្លែករាល់ពេលត្មងទឹកហូរម្ដងដូចជាវាលាយឡំជាមួយនឹងសម្លេងធ្ងរគួរឲ្យអាណោចអាធមមែនទែនតែពេលដែលខ្ញុំបិទទឹកហើយខ្ញុំផ្ទៀងទៅជាស្រាប់វាបែរជាស្ងាត់ឈឹងហើយដូចអត់មានលឺអ្វីទាំងអស់ម៉ាក់ខ្ញុំសួរម៉ែមួយមើលពេលដែលម៉ែចូលងុយទឹកម្ដងម៉ែមានលឺសលេងអីអត់គ្មានទេកូនហើយកូនឯងនឹងទៅលឺស្អីហ៎តែកូនអសារលឺសំឡេងចម្លែកវាគួរឲ្យខ្លាចណាស់ម៉ាក់អើយអញ្ចឹងចាំម៉ាក់ទៅងូតទឹកឲ្យកូនណាហើយនៅល្ងាចមួយប៉ាក៏បានឡើងទៅកំពង់សោមបាត់ខ្ញុំនៅផ្ទះតែ2នាក់ម៉ាក់នឹងឯអមនវិញគាត់ចេញទៅកើសម្រាមនៅខាងក្រៅតាមពិតក៏មានជីដូនមួយរបស់ខ្ញុំ2នាក់ហ្នឹងពួកគេត្រូវជាក្មួយរបស់ម៉ាក់ពួកគេក៏សន្យាថានឹងមកគេងកំដរដែរតែស្មាននឹងហើយគេអត់ទាន់មកដល់ទៀតម៉ាក់ថាប្រហែលជាពួកគេនឹងជាប់រៀនយប់ហើយមើលទៅម៉ោង6ហើយកូនហើយងូតទឹកនៅហ្នឹងម៉ាក់សន្យាថាងុយទឹកឲ្យកូនណបានកូនប៉ុន្តែចាំម៉ាក់បន្តិចសិនណាខ្ញុំ
ខ្ញុំក៏ដោះអាវខ្វាក់តែខ្ញុំបិទលែងមិនទាន់ទេព្រោះខ្ញុំក៏ទទួលនៅអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់នៅពីក្រោយខ្នងខ្ញុំអញ្ចឹងកំពុងតែពួននៅទីណាមួយហើយមើលមុខខ្ញុំទៀតណាភ្លាមនោះខ្ញុំបានកលេចមើលជុំវិញខ្លួនឯងហើយបរិយាកាសប្រែក្លាយទៅជាត្រជាក់ដូចផ្ទះទាំងមូលហ្នឹងកំពុងតែធ្លាក់ព្រិលស្អាប់អញ្ចឹងខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំមិនមែនយូរសោះទេខ្ញុំក៏ប្រមូលកម្លាំងហើយខ្ញុំស្រីឡើងខ្ទោពេញផ្ទះហ្មងម៉ាអើយម៉ាអើយម៉ាតែខ្ញុំស្រែកមិនគុំអត់លឺម៉ាក់ខ្ញុំឆ្លើយដែរសម្លេងនេះខ្ញុំមិនចង់លឺវាបែរជាលឺខ្លាំងទៅខ្ញុំបានផ្ទៀងស្ដាប់វាតាមពិតវាគឺជាសម្លេងធ្ងោដែលតាមបន្លាចខ្ញុំតាំងពីយប់មុនមកម្លេះវាពិតជាគួរឲ្យអញ្ញើញខ្លាំងណាស់ស្រាប់តែពេលនោះនៅពីក្រោយខ្នងរបស់ខ្ញុំមានមនុស្សដើរកាត់ញៀនរបស់ខ្ញុំគឺបានធ្វើខ្ញុំដឹងថាវាមិនមែនជាមនុស្សទេហើយខ្ញុំក៏ចាប់ផ្ដើមបែកញើសសើមពេញខ្លួនពេញដៃពេញជើងអស់ហើយខ្ញុំក៏បែកក្រោយយឺតទោះចិត្តមិនចង់ក៏ដោយយ៉ាងណាមិញខ្ញុំគួរតែដឹងថានរណាគេនៅពីក្រោយខ្នងខ្ញុំតែអ្វីដែលខ្ញុំបានឃើញគឺម៉ាក់ខ្ញុំបានដឹកដៃក្មេងប្រុសម្នាក់ដើរត្រង់ភ្លើងដូចជាមិនបានឃើញខ្ញុំទេទាំងខ្ញុំកំពុងតែនៅចំពោះមុខគាត់ខ្ញុំក៏សម្លឹងទៅគាត់ហើយស្រែកហៅតែស្រែកមិនចេញសោះខ្ញុំក៏ងាកសម្លឹងទៅក្មេងនោះទាំងចំណែនស្រាប់តែឃើញមុខវានោះដូចជាខ្ញុំពេលបិទតែម្ដងខ្ញុំក៏ស្រែកច្បាស់ពេលដែលខ្ញុំឃើញធ្នឹមមួយធ្លាក់ត្រូវម៉ាក់របស់ខ្ញុំហើយនៅអាក្មេងមួយនោះដែលដើរបំរុងទៅបន្ទប់ទឹកនោះខ្ញុំរន្ធត់ហើយខ្ញុំញ័រអស់ហើយដៃជើងពេលដែលឃើញពួកគេនឹងស្រោចឈាមពេញខ្លួនចម្រើនហើយស្អីនឹងកូនណាខ្ញុំងាកទៅស្រាប់តែឃើញម៉ាក់ខ្ញុំមួយទៀតហើយក៏ដើរកាន់កសែងយកមកឲ្យខ្ញុំហេតុអីបានជាម៉ាក់ដូចគ្នាដល់ទៅពីរនោះពេលដែលខ្ញុំបើកភ្នែកឡើងគ្រប់គ្នានៅក្បែរខ្ញុំទាំងអស់រួមទាំងជីដូនមួយរបស់ខ្ញុំពីរនាក់ទៀតផងដែរអ្នកមីងត្រូវការនាំវាទៅពេទ្យដែរអត់ថៃកូនកូនឯងកាត់អីហ៎ម៉ាក់ខ្ញុំបានត្រឹមតែអោបម៉ាក់ខ្ញុំយំហើយនឹងនិយាយរឿងគ្រប់យ៉ាងប្រាប់ទៅគាត់ពេញមួយយប់ម្ដាយរបស់ខ្ញុំសម្រាប់មិនលក់ទេគាត់នៅតែកំដរខ្ញុំថ្ងៃបន្ទាប់ពួកយើងអង្គុយចាំពុកត្រឡប់មកវិញដោយមានចាស់ពី3នាក់ទៀតគាត់មកកំដរពួកខ្ញុំឲ្យបានអ៊ូអររីឯពួកកម្មករពួកគេនៅតែជួសជុលផ្ទះដូចធម្មតាតែឲ្យតែល្ងាចម៉ោង5ពួកគេត្រូវត្រឡប់ទៅផ្ទះអស់ហើយយាយជីដូនមួយរបស់ម៉ាក់ខ្ញុំគាត់តែងតែដាស់តឿនឲ្យនិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំដើម្បីដំឡើងរិស័យនៅទីនេះចំណែកម៉ាក់វិញនៅតែល្អូថាអត់ទេអ៊ំខ្ញុំចង់បកទៅនៅផ្ទះតូចវិញចំណែកឯផ្ទះនេះទៅឲ្យគេជួលទៅបងប្អូនទាំងអស់បានមកកំដរពួកយើងហើយដើម្បីរងចាំពុកត្រឡប់មកវិញវាធ្វើឲ្យខ្ញុំនឹងមានភាពកក់ក្ដៅក្នុងចិត្តជាងមុនប៉ុន្តែរាល់ពេលដែលខ្ញុំដើរកាត់កន្លែងដែលខ្ញុំធ្លាប់សម័យថាមានភ្នំធ្លាក់ត្រូវម៉ាក់ខ្ញុំនោះខ្ញុំមិនហ៊ានដើរកាត់នៅពីក្រោមវាហើយមិនហ៊ានសម្លឹងនៅទីនោះបានយូរទេអារម្មណ៍ភ័យខ្លាចនៅតែដិតដាមសម្រាប់ខ្ញុំជានិច្ចនៅពេលយប់ឡើងខ្ញុំក៏បានគេងលក់ខ្ញុំក៏យល់សពឃើញក្រុមប្រជាជនគាត់ស្លៀកសម្លៀកបំពាក់បុរាណហើយដើរមករុំខ្ញុំពេញអ៊ូតែម្ដងរហូតដល់ខ្ញុំភ័យខ្លាំងមែនតើខ្ញុំក៏បានស្រែកហៅម៉ែជួយខ្ញុំផងម៉ែដល់ពេលភ្ញាក់ឡើងគឺនៅពាក់កណ្ដាលយប់សោះហើយយប់ខ្លះទៀតខ្ញុំក៏យល់សពឃើញក្រុមពួកភ្នងគេស្លៀកពាក់ចិត្តត្រឹមត្រូវហើយគេប្រមូលគ្នាមកលើផ្ទះនេះឡើងណែនតាន់តាប់តែម្ដងដោយកំពុងតែធ្វើពិធីសាសនាអីដូចចម្លែកមិនដឹងហើយខ្ញុំក៏បានរត់ភ្លាមរត់ទៅហេតុហប់រកម៉ែតែខ្ញុំរកម៉ែមិនឃើញសោះខ្ញុំតែងតែយល់សពឃើញចម្លែកបែបនេះរហូតហើយនៅយប់មួយទៀតខ្ញុំក៏យល់សពឃើញម៉ែរបស់ខ្ញុំគាត់ឈរលេឡោះដាក់ខ្ញុំហើយនឹងប៉ារបស់ខ្ញុំទៀតផងខ្ញុំខំស្រែកហៅគាត់យ៉ាងណាក៏គាត់នៅតែមិនឮហើយនៅមើលមិនឃើញឡើយនៅជិះវិញគាត់ដូចជាមានមនុស្សជាច្រើនហើយសិតតែមុខអាក្រក់ទៀតផងរត់ជិះវិញគាត់ហើយដូចខូបម៉ាក់ខ្ញុំអញ្ចឹងខ្ញុំមិនដឹងថាមូលហេតុអ្វីបានជាខ្ញុំយល់សពឃើញបែបហ្នឹងអញ្ចឹងរហូតទេហើយវាតែងតែកើតឡើងដដែលជារៀងរាល់យប់មកលើរូបខ្ញុំក្នុងសប្តិនិមិត្តទាំងនោះខ្ញុំមានអារម្មណ៍ថាតឹងទង់ហើយពិបាកមែនតើចុងក្រោយខ្ញុំក៏យល់សពឃើញថានៅក្នុងព្រៃមួយឆ្ងាយដាច់សង្វែងខ្ញុំបានឃើញបរិសម្នាក់ត្រូវគេសម្លាប់នៅក្នុងពិធីអារក្សមួយខ្ញុំផិតភ័យយ៉ាងខ្លាំងហើយក៏រត់ចេញពីក្រុមនោះតែម្ដងប៉ុន្តែនៅពេលដែលខ្ញុំងាកមើលម្ដងទៀតនោះគាត់គឺជាពុករបស់ខ្ញុំព្រះអើយពុក
ពុក មិនបានទេខ្ញុំប្រហែលជាត្រូវនាំកូនទៅគេនៅផ្ទះម្ដាយខ្ញុំមួយរយៈហើយមើលទៅនេះជាសម្ដីចុងក្រោយរបស់ម្ដាយខ្ញុំបន្ទាប់ពីគាត់តស៊ូរស់នៅបានដល់ទៅ5ថ្ងៃនៅក្នុងផ្ទះមរតកនេះតាមបំណងពុករបស់ខ្ញុំប៉ុន្តែពុកគាត់បានជាមានគំនិតថាគាត់ជារាជការកាន់ការងារទូតនិងមានភ្ញៀវបរទេសចេញចូលច្រើនគួរសមដែរដូច្នេះការដែលមានផ្ទះធំនិងរចនាបថបុរាណបែបនេះវាមានកិត្តិយសមួយដែរថ្ងៃនេះដល់ពេលដែលពុកត្រូវត្រឡប់មកផ្ទះវិញហើយខ្ញុំក៏បានសួរម៉ាក់ថាម៉ាក់ចាំពុកមកយើងនាំគ្នារើផ្ទះទៅនៅផ្ទះលោកយាយវិញមែនអត់ម៉ាក់គាត់ក៏ញញឹមហើយងក់ក្បាលមកកាន់ខ្ញុំប៉ុន្តែប្រហែលនាទីក្រោយមកទូរស័ព្ទក៏បានបន្លឺឡើងបងប្រុសជីដូនមួយរបស់ខ្ញុំជាអ្នកទទួលទាំងស្លន់ស្លោហើយគាត់និយាយថាមីងឥឡូវនេះអ៊ំប្រុសគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយគេកំពុងតែបញ្ជូនគាត់ទៅមន្ទីរពេទ្យពួកយើងទាំងអស់គ្នាក៏ស្លន់ស្លោនឹងដំណឹងមួយនេះណាហើយក៏បានរៀបចំឲ្យបានចេញពីផ្ទះនោះភ្លាមគ្មាននរណាម្នាក់ស្ម័គ្រចិត្តចាំផ្ទះឲ្យយើងឡើយសូម្បីតែអមនក៏សុំមកពេទ្យជាមួយនឹងពួកខ្ញុំដែរពេទ្យនិយាយថាពុកត្រូវរបួសបាក់ជើងហើយត្រូវតឆ្អឹងទៀតផងដូច្នេះពុកខកខានការងារច្រើនខែណាស់ហើយត្រូវការកៅអីរុញជាចាំបាច់ចាប់តាំងពីមានរឿងហេតុនឹងកើតឡើងម៉ាក់គាត់មិនដែលសប្បាយចិត្តទេល្ងាចម៉ោង6នេះម្ដាយខ្ញុំអង្គុយយំក្នុងសួនច្បារមន្ទីរពេទ្យតែម្នាក់ឯងហើយគាត់យំស្ងាត់ព្រោះគាត់មិនចង់ឲ្យពុកខ្ញុំនិងអ៊ំម៉នឃើញបែបនេះទេមានតែខ្ញុំប៉ុណ្ណោះដែលបានឃើញម៉ាក់របស់ខ្ញុំកើតទុកពេញទំហឹងម៉ាក់ឈប់ជុំទៅពេលពុកជាចាំយើងទៅនៅផ្ទះចាស់យើងវិញយើងគុំទៅនៅអាផ្ទះធំអីនឹងទៀតណាម៉ាក់ណាម៉ាក់ជួយទៅភ្នែកហើយគាត់ញញឹមដាក់ខ្ញុំបន្ទាប់មកគាត់ក៏ហុចលុយរាយខ្លះឲ្យខ្ញុំទៅឲ្យកសិករម្នាក់ដែលកំពុងសុំទាននៅក្បែរកៅអីថ្មនៅក្នុងសួននោះម៉ាក់គាត់រត់ដឹកដៃខ្ញុំឡើងទៅបន្ទប់របស់ពុកវិញស្រាប់តែកសិករនោះគេនិយាយមកស្អកនាងទៅផ្ទះវិញដើរជុំវិញសសរទាំង4ដែលនៅបន្ទប់ក្រោមដីរួចគាស់រំលើងយកដៃគោ4ដើមនោះចេញមកអ្វីនឹងបានល្អធម្មតាវិញហើយផ្ទះណាទៅផ្ទះថ្មីនាងមានគេធ្វើអំពើគេបានកប់ដៃគោមរណៈ4ដើមនៅក្រោមសសរគ្រឹះទាំង4ឆាប់គាស់វាចេញមកហើយបណ្ដែតទៅតាមទឹកទន្លេទៅបើនាងបណ្ដែតនៅលើទឹកខ្មៅអ្នកដែលកប់នោះនឹងត្រូវស្លាប់តែបើនាងបណ្ដែតនៅលើទឹកដែលថ្លាល្អអ្នកកប់នោះប្រកាសជាឈឺខ្ញុំនឹងម៉ាក់បើកភ្នែកធំហើយហួសចិត្តនឹងសម្ដីរបស់គាត់ពួកយើងក៏អោនទៅមើលដៃរបស់គាត់ចាប់បាយក៏មិនជាប់ផងធ្វើឲ្យរីប៉ាយធ្លាក់ពេញទឹកពេញដីម៉ាក់អាណិតគាត់ណាម៉ាក់មិនក៏ងងឹតហើយតែម៉ាក់ខ្ញុំគាត់នៅតែខំរត់ឡើងទៅបន្ទប់ហើយរកសម្លៀកបំពាក់ចាស់ខ្លះមកឲ្យតានោះព្រោះគាត់ក្រណាស់ទើបមើលទៅបានជាស្លៀកសម្លៀកបំពាក់មិនសមរម្យបែបនេះតែលើកនេះម៉ាក់គាត់ក៏បានត្រឡប់មករកលោកតានឹងម្ដងទៀតប៉ុន្តែរកមិនឃើញសោះសួរសន្តិសុខក៏គេមិនដឹងហើយពួកយើងក៏មិនដឹងថាទៅរកគាត់នៅណាដែរសូម្បីតែកន្លែងដែលពួកយើងធ្លាប់ឃើញគាត់អង្គុយហូបបាយនោះឥឡូវឡើងឃើញគាត់ទៀតហើយម៉ាក់គាត់ក៏សម្រេចចិត្តធ្វើតាមយោបល់របស់តានោះដែលឲ្យកម្មករចូលទៅក្នុងផ្ទះគេនោះរកកោះសសរផ្ទះសាក់មើលទីបំផុតគេរកឃើញដេកូធំ4ដើមនៅក្បែរសសរទាំង4មែនដល់ពេលខ្ញុំធំឡើងទើបម្ដាយខ្ញុំក៏រៀបរាប់ប្រាប់ថាទីនោះហើយដែលមីងថ្លៃឯងហ្នឹងគេបានធ្វើអំពើដាក់គ្រួសារយើងព្រោះថាមីងថ្លៃឯងហ្នឹងគេខឹងថាហេតុអីបានជាឪពុករបស់ឯងហ្នឹងទទួលបានគេមរតកច្រើនម្លេះហើយបានផ្ទះនេះតែម្នាក់ឯងទៀតផងហើយពេលដែលម៉ាក់យកដៃគោនឹងទៅបណ្ដែតទឹកតាមដងទន្លេណាទើបម៉ាក់នឹងឃើញមីងថ្លៃរបស់ឯងនឹងធ្លាក់ខ្លួនឈឺយ៉ាងចម្លែកពេទ្យរកមូលហេតុមិនឃើញទេទើបម៉ាក់ជឿលើរឿងនេះដោយសារតែពុករបស់ខ្ញុំគាត់ជាមនុស្សល្អបានជាជំនាញផ្ទះគេតាមថែរក្សាគ្រួសាររបស់ខ្ញុំនិងឲ្យខ្ញុំបានឃើញហេតុការណ៍អាក្រក់ដើម្បីបញ្ជាអ្វីឲ្យបានទាន់ពេលវេលាបន្ទាប់ពីបានដឹងហេតុការណ៍នេះហើយចាស់ក៏បានចាប់ពូមីងរបស់ខ្ញុំឲ្យមកសារភាពពូរបស់ខ្ញុំគាត់មិនដឹងអីទេតែប្រពន្ធរបស់គាត់មានចិត្តស្មោកគ្រោកដល់តែធ្លាក់ខ្លួនឈឺដាបហើយទើបបានជាសារភាពប្រាប់ថាពិតជាបានជួគ្រូខ្មែរម្នាក់មកពីខេត្តតាកែវឲ្យដាក់អំពើមកលើគ្រួសារខ្ញុំមែនថ្ងៃមួយនៅល្ងាចម៉ោង6គាត់ក៏បបួលម៉ាក់ទៅពិនិត្យជើងម៉ាក់និងខ្ញុំក៏កំដរអប៉ាទៅព
ពេលទៅដល់ទីនោះកាត់សួរយើងមិនបានឃើញអ្នកសុំទានម្នាក់នោះសោះតែបែរជាឃើញគេរុញតាចាស់ម្នាក់កាត់តាមទីនោះអ្នកជំងឺនោះស្លាប់បាត់ទៅហើយគេរុញចេញមកហើយក្រកំណាត់សតែអ្វីដែលខ្ញុំនឹងម៉ាក់បានឃើញនោះគឺជើងខោបរមម្នាក់នោះដូចជាជើងខោតាសុំទានម្នាក់នឹងអញ្ចឹងខ្ញុំចាំបានពីសម្លៀកបំពាក់កខ្វក់របស់តាសុំទាននោះភ្លាមនោះម៉ាក់ក៏បានសួរនាំសាច់ញាតិអ្នកជំងឺគេបានប្រាប់ម៉ាក់ថាគាត់មានជំងឺចាស់ជរាគាត់បានចូលពេទ្យនេះជាង1ខែហើយមិនដែលនិយាយរួចឬក៏ក្រៅរួចនោះទេគឺរស់រងចាំតែថ្ងៃស្លាប់តែប៉ុណ្ណោះបរិះចំណាស់នោះមុនពេលធ្លាក់ខ្លួនឈឺគាត់មានមុខរបរជាគ្រូទូទាយគឺមកពីខេត្តសៀមរាបតើអ្នកគិតថាតាចាស់ម្នាក់ដែលខ្ញុំបានឃើញគឺជាព្រលឹងរបស់បរិះចំណាស់នោះក្រោកមកនិយាយជាមួយនឹងពួកយើងឬមួយក៏យ៉ាងណាក្រោយមកដោយពូរបស់ខ្ញុំគាត់អង្វរពេកនឹងអាណិតក្មួយម្ដាយខ្ញុំគាត់ក៏ទៅជួបគ្រួសារនេះតែម្ដងក្រោយពីនិយាយរឿងហេតុទាំងអស់នេះហើយយាយចាស់ម្នាក់ជាប្អូនស្រីរបស់តានោះប្រាប់ម្ដាយខ្ញុំឲ្យរកស្លឹកគ្រៃ9 ទងហើយស្ងោរលាយជាមួយនឹងសរសៃសក់របស់មីងថ្លៃខ្ញុំឲ្យគាត់ហូបទើបគាត់ជាពីជំងឺបានចាស់បានសាកមើលហើយមីងខ្ញុំក៏ជាដល់សប្តាហ៍ថ្ងៃនឹងតែម្ដងទៅតែគាត់មិនដែលហ៊ានមកលេងផ្ទះធំរបស់ពុកខ្ញុំទៀតឡើយក្រុមគ្រួសារខ្ញុំក៏បាននិមន្តព្រះសង្ឃហើយសូត្រមន្តឡើងគេហដ្ឋាននោះហើយក៏រស់នៅសុខសាន្តជារៀងរហូតមក